ការពីម្សិលមិញគឺខ្ញុំបាន share រកលេខទំនាក់ទំនងបងយ៉ាយ៉ាពេញប៉ោះហើយឥឡូវនេះគឺខ្ញុំបានជួបគាត់ហើយបងប្អូនទាំងអស់គ្នាខ្ញុំ share នៅពេលថ្ងៃហើយយប់ឡើងហ្នឹងគឺគាត់មកជួបខ្ញុំទាំងយប់ហ្មងជាក់ស្ដែងដំបូងខ្ញុំគិតថាខ្ញុំនឹងទៅជួបគាត់ផ្ទាល់ដល់ទីតាំងដែលគាត់លក់ប៉ុន្តែខ្ញុំអត់បានទៅវិញដោយសារបងប្អូនស្ដាប់សលេងខ្ញុំមកគឺខ្ញុំអត់ទាន់ជាទេហើយម្សិលមិញហ្នឹងគឺខ្ញុំទៅតបូមឈាម3ដងដើម្បីធ្វើតេស្តជាតិស្ករក្នុងពេលមានផ្ទៃពោះអីដល់ពេលអញ្ចឹងខ្ញុំអត់សូវស្រួលខ្លួនក៏សម្រាប់ចិត្តថាអញ្ជើញគាត់មកជួបខ្ញុំដល់ផ្ទះហ្មងទៅសំខាន់គឺថាមកគឺយកទាំងមកជួមកទៀតបងប្អូនហើយគឺច្រើនខ្លាំងមែនតើហើយគាត់ថារាល់ថ្ងៃគឺគាត់ទូលក់ទាំងអស់ហ្នឹងហើយខ្ញុំក៏បានជជែកលេងនិយាយលេងជាមួយគាត់យូរដែរសួរនាំគាត់ពីទុកលំបាករបស់គាត់អញ្ចឹងទៅគឺខ្ញុំបាននិយាយមួយគាត់ច្រើនណាស់នៅខាងក្រៅប៉ុន្តែมันអាចដាក់ចូលក្នុងវីដេអូនេះអស់ទេព្រោះវាវែងពេកហើយសំណួរខ្លះខ្ញុំសួរទៅក៏ចាក់ដោតដល់គាត់គឺធ្វើឲ្យគាត់ទប់ទឹកភ្នែកអត់ជាប់ហ្មងអញ្ចឹងក៏ខ្ញុំបាននិយាយលើកទឹកចិត្តគាត់ហើយក៏បង្វែរទៅនិយាយរឿងណាដែលធ្វើឲ្យគាត់សប្បាយចិត្តវិញធ្វើពីនេះលក់មើលពីនេះលក់ដូចខ្ញុំជាអតិថិជនអញ្ចឹងណាចំមើលហ្មងណាឯដណាតាចំមើលហ្មងណាឯដណាតានាងចុះឈ្មោះយ៉ាយ៉ាបាញ់ប៉ោះនៅក្នុងតែកណ្ដាលក្រុមដែលលូឡក់មកកន្លុក13,000ចាថ្ងៃនេះអូនយ៉ាយ៉ាបាញ់ប៉ោះលក់មជូរនៅមុខវាំងនៅបងកក់ចាហើយថ្ងៃនេះមកលក់ឲ្យបងចាគឺសេវាកម្ម VIP មកលក់ដល់ផ្ទះហើយក្នុងយប់នឹងដែរក៏ខ្ញុំបានសួរគាត់ថាមជូរទាំងអស់ហ្នឹងលក់អស់ទៅបានលុយប៉ុន្មានគាត់ថាបានជាង 100000 ហើយរាល់ថ្ងៃគឺគាត់ខ្ចីលុយគេដើម្បីមកធ្វើដើមទុនទិញមជូរយកមកលក់អញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាម៉ៅមជូរគាត់ក្នុងតម្លៃ200,000ពេលដែលគាត់មកជួបខ្ញុំហ្នឹងគឺគាត់ជិះ Pass App មកអញ្ចឹងក៏ខ្ញុំជូនថ្លៃ Pass App ឲ្យគាត់100000បន្ថែមទៀតអីអូយបានហើយចានេះមជូរ200,000ហើយនេះថ្លៃ Pass App 100000ហើយខ្ញុំជូនបងបន្ថែម$300ទៀតនិយាយទៅសង្ឃឹមថាទឹកប្រាក់តិចតួចនេះវាអាចជួយបងបានខ្លះចឹងណាបងអូយអត់អីទេបងខ្ញុំថារកបានលុយនឹងទិញកង់ចាកន្លែងនេះបងប្អូនមានលឺគាត់និយាយគាត់ថាគាត់បានលុយដែលខ្ញុំជួយនឹងហើយគឺគាត់នឹងយកទៅទិញកង់ដើម្បីជាមធ្យោបាយងាយស្រួលក្នុងការឲ្យគាត់ដឹកមជូរទៅលក់អញ្ចឹងណាព្រោះរាល់ថ្ងៃបើតាមខ្ញុំសួរគាត់ទៅគាត់ថាគាត់ដើរទៅលក់មជូរពីបឹងកក់រហូតទៅដល់មុខវាំងហើយលក់តាំងពីម៉ោង7កន្លះយប់រហូតដល់ម៉ោង2ម៉ោង3ភ្លឺហើយមជូរដែលខ្ញុំមកគាត់ទាំងអស់ហ្នឹងគឺខ្ញុំបានជូនថវិកាទៅគាត់ហើយប៉ុន្តែគឺខ្ញុំអត់យកទាំងអស់ទេបងប្អូនគឺខ្ញុំយកតែប្រហែលប្រអប់ទេព្រោះថាច្រើនខ្លាំងមែនតែនសល់ប៉ុន្មានគឺខ្ញុំឲ្យគាត់យកទៅលក់វិញនេះកាត់ចូលម្ដងថ្ងៃស្អែកពេលល្ងាចគឺខ្ញុំបានអញ្ជើញគាត់មកផ្ទះខ្ញុំម្ដងទៀតគឺខ្ញុំបានជូនកាដូ surprise ដល់គាត់មួយទៅគាត់ដោយបងប្អូនបានមើលវីដេអូរបស់ខ្ញុំចឹងគឺបងយ៉ាយ៉ាគាត់អត់មានសុំខ្ញុំទេគាត់គ្រាន់តែថាគាត់ចង់បានថវិកាដែលខ្ញុំជួយនឹងយកទៅទិញកង់អញ្ចឹងដើម្បីដឹកបញ្ជូរលក់ចឹងទៅប៉ុន្តែនេះគឺជាទឹកចិត្តរបស់ខ្ញុំបានជូនម៉ូតូគាត់មួយសប្បាយចិត្តដល់សប្បាយចិត្តខ្លាំងមែនតើម៉ែបងប្អូនចឹងអរគុណខ្លាំងចានេះវាយអាចមើលបានណាម៉ូតូនិយាយទៅវាមិនមែនជាម៉ូតូដែលថាថ្មីអីណាស់ណាទេនិយាយត្រង់ដោយសារតានេះខ្ញុំទិញឆ្នាំទៅប៉ុន្តែទិញមកថាទុកនៅផ្ទះគ្រាន់តែប្រើការអីចឹងណាគាត់ថាយកអត់ដែរជីកទេដោយសារម៉ូតូមានច្រើនហើយកូនចៅមួយសិតតែមានម៉ូតូគ្រប់គ្នាពេលចឹងគាត់សម្រាប់ចិត្តថាបងសុំខ្ញុំត្រឹមតែកង់ទេនិយាយទៅបងអត់សុំទេបងចង់បានកង់តែខ្ញុំចង់ជូនបងទឹកចិត្តរបស់ខ្ញុំចឹងណាគ្រាន់តែមើលទឹកមុខរបស់គាត់ក៏ដឹងថាគាត់សប្បាយចិត្តហើយរំភើបខ្លាំងដែរមែនណាត់បងប្អូនទាំងអស់គ្នាហើយនេះវិញគឺខ្ញុំបានបកគលជូនកាត់គ្រីម៉ូតូឲ្យទៅកាន់គាត់កន្លែងនេះវិញគឺខ្ញុំនិយាយលេងមួយគាត់ថាកុំភ័យថាខ្ញុំយកមកវិញអីម៉ូតូហ្នឹងមិនមែនឲ្យខ្ចីជីទេគឺជូនគាត់បកគលជូនគាត់គឺឲ្យគាត់ផ្ដាច់មុខតែម្ដងហើយគាត់វិញក៏តែពីសាពះអរគុណខ្ញុំរហូតគាត់ថាគាត់សប្បាយចិត្តគាត់នឹកស្មានអត់ដល់ទេព្រោះជាក់ស្ដែងគឺគាត់អត់មានបានមកស្នើសុំខ្ញុំថាចង់បានកង់ឬក៏ចង់បានម៉ូតូអីពីខ្ញុំគឺអត់ទេគឺគាត់គ្រាន់តែប្រាប់ខ្ញុំថាថវិកាដែលខ្ញុំជួយគាត់កាលពីម្សិលមិញហ្នឹងគឺគាត់នឹងយកទៅទិញកង់មួយដើម្បីជាមធ្យោបាយធ្វើដំណើរដឹកមជូរយកទៅលក់ហើយនៅក្នុងថ្ងៃហ្នឹងដែលខ្ញុំណាត់គាត់មកជួបខ្ញុំនៅផ្ទះហ្នឹងក៏គាត់អត់ដឹងថាខ្ញុំនឹងឲ្យអីទៅកាន់គាត់ដែរសប្បាយចិត្តខ្លាំងមែនតើពុកម៉ែបងប្អូនចាសប្បាយចិត្តឡើងចង់បេះដូងជូរចេញក្រៅអូយបេះដូងជូរចេញក្រៅហើយដូចដែលខ្ញុំបាននិយាយនៅដើមវីដេអូអញ្ចឹងបងប្អូនថាម៉ូតូនេះវាមិនមែនជាម៉ូតូថ្មីអីទេគឺខ្ញុំបានទិញម៉ូតូនេះតាំងពីឆ្នាំទៅទុកសម្រាប់ឲ្យក្រុមការងារជិះទៅនេះទៅនោះអញ្ចឹងណាប៉ុន្តែដោយសារតែទិញមកគឺអត់មានអ្នកជិះទេបុគ្គលិករបស់ខ្ញុំគឺពួកគាត់សិតតែមានម៉ូតូជិះមកធ្វើការរៀងខ្លួនអញ្ចឹងក៏សម្រាប់ចិត្តថាយកម៉ូតូនឹងជូនគាត់ហ្មងទៅព្រោះបើសិនជាទិញកង់ឲ្យគាត់ក៏មើលទៅរៀងពិបាកធ្វើដំណើរដែរបងប្អូនអញ្ចឹងមានតែម៉ូតូឯងងាយស្រួលនៅក្នុងការធ្វើដំណើររំភើបខ្លាំងមែនតើពុកម៉ែបងប្អូនហើយលើកទី1ម្នាក់គេធ្លាប់ជួយខ្ញុំចាបាច់បងស្រីអញ្ចឹងរំភើបហើយជូនតបងស្រីចាខ្ញុំសន្យាថាអត់ភ្លេចគុណបងស្រីទេ
ការដែលខ្ញុំជួយគាត់នេះនិយាយតាមត្រង់បងប្អូនគឺខ្ញុំស្រឡាញ់ការតស៊ូរបស់គាត់ណាមួយខ្ញុំដូចមាននិស្ស័យជាមួយគាត់ចឹងបងប្អូនគ្រាន់តែខ្ញុំឃើញគេផុសវីដេអូពីគាត់ភ្លាមគឺខ្ញុំមានអារម្មណ៍ថាខ្ញុំអាណិតស្រឡាញ់ចង់ជួយគាត់ហ្មងហើយការដែលខ្ញុំជួយគាត់នេះគឺអត់មានទាមទារឲ្យគាត់មកជួយផ្សព្វផ្សាយឬក៏ថតប្រម៉ូទផលិតផលខ្ញុំអីគឺអត់ទេហើយដោយកន្លែងនេះអញ្ចឹងគឺគាត់ប្រាប់ខ្ញុំថាបងស្រីរបស់គាត់ក៏អ្នកទិញផលិតផលខ្ញុំប្រើដែរប្រើត្រូវប្រើល្អអីអញ្ចឹងណាក៏ខ្ញុំឲ្យក្រុមការងាររបស់ខ្ញុំរៀបចំផលិតផលមួយថងហ្នឹងគឺផ្ញើទៅឲ្យបងស្រីរបស់គាត់ហើយគាត់ប្រាប់ខ្ញុំទៀតថាចាំគាត់ជួយថតប្រម៉ូទផលិតផលរបស់ខ្ញុំនៅក្នុង TikTok អីក៏ខ្ញុំប្រាប់គាត់ដែរថាបាច់ទេគឺខ្ញុំហាមគាត់ឲ្យហាមទៀតគឺខ្ញុំដឹងពីទឹកចិត្តរបស់គាត់ថាគាត់ចង់ជួយតបស្នងមកខ្ញុំវិញដែលខ្ញុំជួយគាត់អញ្ចឹងទៅប៉ុន្តែដូចខ្ញុំនិយាយចឹងបងប្អូនគឺការដែលខ្ញុំជួយគាត់នេះដោយសារតែខ្ញុំអាណិតស្រឡាញ់ការតស៊ូរបស់គាត់ចឹងហើយខ្ញុំជួយគាត់នេះគឺខ្ញុំអត់មានទាមទារការតបស្នងអីមកវិញទេអ្វីដែលខ្ញុំចង់បានអ្វីដែលខ្ញុំចង់ឃើញគឺខ្ញុំគ្រាន់តែចង់ឃើញគាត់មានជីវភាពល្អប្រសើរជាងនឹងហើយគាត់នឹងរីកចម្រើនជាងនឹងបន្ទាប់ពីអង្គុយជជែកគ្នាលេងមកសន្ទុះធំដែរនិយាយរួមទៅមេឃរៀងរាំងភ្លៀងអីអញ្ចឹងក៏គាត់សម្រេចចិត្តថាគាត់ត្រូវត្រឡប់ទៅវិញហើយព្រោះគៀកដល់ម៉ោងត្រូវទៅលក់ម្ជូរដែរបងប្អូននិយាយពីទឹកមកគាត់វិញគេថាសប្បាយចិត្តអញញឹមសោចបិទមាត់អញ្ចិត្តទេបងប្អូនហើយតិចតិចលើកដៃសាពះខ្ញុំអរគុណខ្ញុំរហូតនិយាយទៅងាកគឺថាហៅតែលុតជង្គង់សាពះអរគុណខ្ញុំមកបងប្អូនប៉ុន្តែគឺថាខ្ញុំទទួលយកអត់បានទេការលុតជង្គង់អីហ្នឹងព្រោះតែឃើញគាត់អោនលុតជង្គង់អរគុណខ្ញុំហ្នឹងគឺខ្ញុំដឹងតែលុតជង្គង់ដែរបងប្អូនចឹងហើយបងប្អូនណាបានឃើញគាត់លក់ម្ជូរអីកុំភ្លេចជួយគ្រប់គ្រងគាត់ជួយទិញគាត់ផងហើយខ្ញុំក៏អរគុណដល់បងប្អូនដែលគាត់បានផ្ញើលេខតំណែងបងយ៉ាយ៉ាមកឲ្យខ្ញុំដូចគ្នាព្រោះកាលពីម្សិលមិញខ្ញុំផុសរកគាត់ហ្នឹងគឺខ្ញុំអត់មានលេខតាក់ទងទេបានបងប្អូនជួយផ្ញើមកឲ្យហ្នឹងបានរកគាត់បានចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបាយបាយបងប្អូនទាំងអស់គ្នា